ជំរាបសួរពុកម៉ែបងប្អូនបរិសុទ្ធជាទីគោរពរាប់អានថ្ងៃនេះលោកគ្រូចៃរំលែកអំពីជំងឺកាមរោគណាចឹងជំងឺកាមរោគគឺជាជំងឺមួយប្រភេទដែលឆ្លងតាមការរួមភេទចឹងជំងឺកាមរោគភាគច្រើនដែលយើងតែងតែជួបប្រទះគឺមានដូចជាជំងឺត្រីកូម៉ាណាណានៅក្នុងពហុនោមជំងឺបំបែកទឹកបាយបំបែកទឹកថ្លាក្នុងពហុនោមជំងឺដំបៅស្វាយជំងឺដំបៅប្រដាប់ភេទជំងឺពងបែករួមទាំងជំងឺសេមន់ហើយសម្រាប់ជំងឺផ្សិតគឺអាចជាជំងឺកាមរោគដែរចឹងពីព្រោះអ្វីត្បិតតែដំបូងមិនឆ្លងតាមការរួមតនេកក៏ប៉ុន្តែនៅពេលដែលដៃគូណាមានរោគផ្សិតគឺអាចឆ្លងតាមការរួមតនេកផងដែររោគសញ្ញានៃជំងឺកាមរោគគឺដូចជាការរលាកក្បាលលឹងការរលាកស្បែកលឹងមានរមាស់មានការផ្សិតមានហូបទុះចេញពីពងនោមនោមទាស់នោមក្តៅនោមកាហាយហ្នឹងឬក៏មានដំបៅជាដំបៅដែលអត់ឈឺកើតដំបៅនៅលើប្រដាប់ភេទរបស់យើងប៉ុន្តែវាអត់ឈឺទេជាដំបៅឈឺកើតលើប្រដាប់ភេទរបស់យើងហើយជាដំបៅឈឺងាយហូរឈាមងាយជាប្រភេទពងបែកណាហើយនឹងជាប្រភេទដុំសាច់សេមន់ទាំងអស់នេះគឺជាប្រភេទជំងឺកាមរោគដែលតែងតែជួបប្រទះចឹងបើសិនជាយើងជាបរិសុទ្ធមានបញ្ហាឆ្លងជំងឺកាមរោគទុកជំងឺកាមរោគនេះយើងអាចចម្លងទៅដៃគូយើងបានយើងអាចចម្លងទៅក្រុមគ្រួសារយើងបានអាចចម្លងទៅដល់កូនដែរណាកាលណាយើងចម្លងទៅក្រុមគ្រួសារយើងក៏អាចចម្លងទៅកូនបានដែរធ្វើឲ្យយើងទាំងបរិសុទ្ធទាំងស្ត្រីនឹងអាចគ្មានកូនហើយចំពោះបរិសុទ្ធធ្វើឲ្យរួមរបៀបបង្ហូរនោមឬក៏អាចធ្វើឲ្យជំងឺកាមរោគវាវិវត្តទៅជាដំណាក់កាលធ្វើឲ្យចេញកន្ទួលរមាស់នៅលើស្បែកបែករបស់យើងទៅជាស្ងួតបែកសកាធ្វើឲ្យសរសៃឈាមរបស់យើងរឹងឬធ្វើឲ្យយើងមានបញ្ហាបេះដូងហើយក៏អាចធ្វើឲ្យយើងមានគេហៅថាជំងឺតាក់ទងទៅនឹងសរសៃប្រសាទផងដែរក្នុងករណីធ្ងន់ធ្ងរជំងឺកាមរោគដែលយើងមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលអាចធ្វើឲ្យយើងនឹងមិនអាចព្យាបាលបានណាអាចធ្វើឲ្យយើងនឹងបាត់បង់ជីវិតបានអញ្ចឹងបើសិនជាបងប្អូនបរិសុទ្ធកើតជំងឺប្រភេទកាមរោគគឺលោកគ្រូជំរាបខាងលើនឹងអាចស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យក៏ដូចជា clinic នៅជិតណាតាមតែអាចធ្វើទៅបានឬក៏អាចប្រើចំប៉ី2ណាយើងអាចប្រើចំប៉ី2ប្រើថ្នាំផឹកផងប្រើថ្នាំលាបផងណាក្នុងករណីខ្លះយើងប្រើទឹកអនាម័យធម្មជាតិនេះគឺជាប្រភេទចំប៉ី2ព្យាបាលជំងឺកាមរោគហ្នឹងហើយយើងប្រើគូជាមួយនឹងថ្នាំលាបអញ្ចឹងក្នុងករណីយើងលាបពហុនោមយើងប្រើប្រភេទនេះប៉ុន្តែក្នុងករណីដែលយើងមានដំបៅនៅខាងក្រៅដែរយើងប្រើផ្គួបណាជាមួយនឹងថ្នាំលាបសើស្បែកនេះហើយយើងផ្គួបជាមួយនឹងទឹកអនាម័យធម្មជាតិអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានបញ្ហាតាក់ទងនឹងជំងឺកាមរោគសូមទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ឆាតតាមប្រអប់សារមកដើម្បីទទួលបានការប្រឹក្សាយោបល់ស្ដីអំពីជំងឺកាមរោគនិងការព្យាបាលដោយឱសថបុរាណចំប៉ី2សូមអរគុណ